ព្រមប្រទល់ខ្មែរថៃបានកំណត់ឡើងដោយសារអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងប្រទេសបារាំងដែលជាអ្នកគ្រប់គ្រងប្រទេសឥណ្ឌូចិននិងរាជាណាចក្រថៃឡង់ដែលបានបញ្ជាក់ដូចតទៅព្រំដែនរវាងប្រទេសឥណ្ឌូចិននិងប្រទេសសៀមចាប់ផ្ដើមពីសមុទ្រចំត្រង់ចំណុចមួយនៅពីមុខកោះគុតកាត់ត្រង់ទៅលើកំពូលខ្ពស់ជាងគេបំផុតវាចេញត្រង់ភ្លឹងពីចំណុចនេះទៅទិសឦសានរហូតដល់កំពូលភ្នំក្រវាញនិយមការភូមិសាស្ត្រនៃចំណុចរួមនៅលើព្រំប្រទល់មាត់សមុទ្រមាន102អង្សា54នាទីនិង81វិនាទីតាមក្រឹតបណ្ដោយខាងកើត11អង្សា38នាទី88វិនាទីតាមក្រឹតទៅទិសខាងជើងចេញពីចំណុចនេះខ្សែព្រំប្រទល់ខ្មែរថៃសំដៅទៅទិសខាងជើងជាងខាងកើតរហូតដល់កំពូលភ្នំក្រវាញជំរាលភ្នំខាងកើតទាំងអស់ដែលមានទាំងទំនាបក្រុងកូពូត្រូវនៅស្ថិតជាកម្មសិទ្ធិរបស់ប្រទេសឥណ្ឌូចិនខ្សែព្រំប្រទល់ខ្មែរថៃត្រូវបត់បែនតាមជួរកំពូលភ្នំក្រវាញរហូតដល់កំពូលភ្នំធំកំពូលភ្នំធំនេះជាចំណុចមួយស្ថិតនៅលើខ្សែកែទឹកដែលម្ខាងទឹកស្ទឹងហូរចូលឈូងសមុទ្រថៃហើយម្ខាងទៀតទឹកស្ទឹងហូរចូលក្នុងទំនាបបឹងទន្លេសាបចេញពីភ្នំធំខ្សែព្រំប្រទល់ខ្មែរថៃបត់បែនតាមខ្សែចែកទឹកនេះសំដៅទៅទិសខាងជើងជាងខាងលិចហើយបន្ទាប់មកទៀតបត់ទៅទិសខាងជើងរហូតដល់ជួបនឹងស្ទឹងណាមសៃដែលខ្មែរហៅថាស្ទឹងទឹកថ្លាខ្សែព្រំប្រទល់នេះជាព្រំប្រទល់ដែនសពថ្ងៃរបស់ខេត្តបាត់ដំបងម្ខាងនិងខេត្តចន្ទបុននិងត្រាតនៅខាងទៀតខ្សែព្រំប្រទល់ត្រូវបត់បែនតាមដងស្ទឹងនេះរហូតដល់ចំណុចប្រសពនឹងដៃស្ទឹងស៊ីសុផុនហើយបត់បែនតាមដងដៃស្ទឹងស៊ីសុផុននេះរហូតដល់ចំណុចមួយនៅចម្ងាយ10គីឡូម៉ែត្រឯនាយនៃទីក្រុងអរ៉ាញ់ចេញពីចំណុចនេះខ្សែព្រំប្រទល់ខ្មែរថៃតម្រង់ទៅលើចំណុចមួយនៅពាក់កណ្ដាលចម្ងាយពីច្រកភ្នំចុងសាមេតនិងច្រកភ្នំចុងតាកោះបន្ទាប់មកទៀតខ្សែព្រំដែនត្រូវបត់បែនតាមជួរកំពូលភ្នំដងរែកដែលជាខ្សែចែកទឹកម្ខាងទំនាបទន្លេសាបនិងទន្លេមេគង្គនិងម្ខាងទៀតទំនាបទន្លេណាមឿងរហូតមកជួបនឹងទន្លេមេគង្គនៅឯនាយភូមិបាក់មួនខ្សែព្រំប្រទល់ខ្មែរថៃមានចម្ងាយទាំងអស់804គីឡូម៉ែត្រហើយមានបង្គោលសីមាទាំងអស់ចំនួន73ដែលមានដីសម្គាល់ពី1ដល់73ពីជើងទៅត្បូងសីមាលេខ73បានដាំនៅជិតមាត់សមុទ្រក្នុងខេត្តខេមរៈភូមិន្ទបង្គោលសីមានេះបានបោះឡើងកាលពីឆ្នាំ1918ដល់ឆ្នាំ1919បង្គោលទាំងអស់នេះត្រូវបាត់បង់បាក់បែកត្រូវគេបង្ខិតនៅពេលដែលប្រទេសខ្មែរគ្មានសមត្ថភាពនឹងការពារខ្លួនឯងបាននៅក្នុងរយៈពេលប្រមាណខែចុងក្រោយនេះប្រទេសថៃបានបង្ខិតគោលសីមាប្រទល់ដែនរវាងប្រទេសទាំងពីរថែមទាំងបានចូលមកលុកលុយកាន់កាប់ដោយកម្លាំងទ័ពនៅដងភ្នំព្រះវិហារនិងទំហំដីមួយចំណែកធំរបស់ខ្មែរការរំលោភចូលមកនេះនៅកន្លែងខ្លះមានសង់ផ្លូវថ្នល់ចូលមកក្នុងប្រទេសខ្មែរយើងជាច្រើនគីឡូម៉ែត្រផងក៏មានធ្វើយ៉ាងនេះប្រទេសថៃរំលោភលើសន្ធិសញ្ញាបារាំងថៃដែលបានចុះហត្ថលេខារវាងគ្នានៅថ្ងៃទី23ខែមីនាឆ្នាំ1907ទាំងស្រុងសន្ធិសញ្ញានេះបានកំណត់យ៉ាងច្បាស់នៅគំនូសព្រំដែនដីគោកនិងដែនទឹករវាងប្រទេសនេះនិងប្រទេសកម្ពុជាកំណត់ព្រំដែនដែលបានបញ្ជាក់ម្ដងទៀតនៅឆ្នាំ1925បញ្ជាក់ថែមទៀតនៅឆ្នាំ1937និងបញ្ជាក់សារជាថ្មីម្ដងទៀតកាលពីឆ្នាំ1962ដោយតុលាការអន្តរជាតិនៅទីក្រុងឡាអេនៅក្នុងពេលវិបត្តិព្រះវិហារនៅក្នុងឆ្នាំ1991ប្រទេសថៃក៏ដូចជាប្រទេសវៀតណាមនិងលាវដែរក្នុងឋានៈជាហត្ថលេខីនៃកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស្ដីអំពីប្រទេសកម្ពុជាបានទទួលសន្យាថាទទួលស្គាល់ហើយគោរពអធិបតេយ្យភាពបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃទឹកដីរបស់ប្រទេសនេះស្រាប់តែនៅថ្ងៃទី11ខែសីហាឆ្នាំ1997ប្រទេសថៃនិងវៀតណាមបានយល់ព្រមគ្នាចុះកិច្ចព្រមព្រៀងមួយលើខ្នងរបស់ខ្មែរដោយរំលោភជាខ្លាំងលើផលប្រយោជន៍នៃប្រទេសនេះកិច្ចព្រមព្រៀងនេះបានបែងចែកសារជាថ្មីនៅកំណត់ព្រំដែនទឹករវាងប្រទេសរបស់គេទាំងពីរ
ដោយគេបានយោងទៅតាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលប្រទេសវៀតណាមបានបង្ខំឲ្យសាធារណរដ្ឋប្រជាមានិតកម្ពុជាចុះហត្ថលេខានៅក្នុងកំឡុងពីឆ្នាំ1979ដល់ឆ្នាំ1985នេះនិយាយឲ្យចំទៅដោយសន្ធិសញ្ញាចុះថ្ងៃទី11ខែសីហាឆ្នាំ1997នេះប្រទេសថៃបានធ្វើតាមប្រទេសវៀតណាមដោយបានទាត់ចោលទាំងស្រុងនៅកំណត់សេចក្តីនានានៃកិច្ចព្រមព្រៀងនៅក្នុងប៉ារីស្តីអំពីប្រទេសកម្ពុជាហើយបានដូចក្នុងអតីតកាលដែរបើការដណ្ដើមប្រណាំងប្រជែងគ្នាចូលមកលុកលុយនិងកាត់កាប់ដោយកម្លាំងទ័ពនៅលើដែនទឹកដីនៃរដ្ឋមួយដែលឯករាជ្យនិងមានអធិបតេយ្យភាព